សូមគោរពជំរាបសួរលោកលឹមតូម៉ាសំណាងបាទ Bonjour. សូមថ្លែងអំណរគុណលោកលឹមតូម៉ាសំណាងដែលបានអញ្ជើញមកដល់ការិយាល័យផ្សាយរបស់វិទ្យុបារាំង RFI នៅទីក្រុងប៉ារីសនេះលោកគឺជាកូនប្រុសបង្កើតរបស់អតីតអ្នកតំណាងរាស្ត្រលោកលឹមកំយ៉ាដែលត្រូវខ្មាន់កំភ្លើងជនជាតិថៃធ្វើឃាតនៅទីក្រុងបាងកកកាលពីថ្ងៃទី7មករាកន្លងទៅប្រមាណជា9ខែក្រោយមកពលគឺនៅថ្ងៃអង្គារទី30កញ្ញាក្នុងសប្តាហ៍នេះតុលាការទីក្រុងបាងកកសម្រេចបើកសវនកម្មជាលើកទី1ដើម្បីជំនុំជម្រះសំណុំរឿងក្តីឃាតកម្មលើឪពុករបស់លោកតើនរណាខ្លះនឹងទៅចូលរួមស្ដាប់អង្គសវនកម្មនៅលើកនេះបាទ Ma maman est partie en Thaïlande à Bangkok avec ម្ដាយខ្ញុំអញ្ជើញទៅក្រុងបាងកកប្រទេសថៃជាមួយនឹងមេធាវីបារាំងរបស់យើងដើម្បីចូលរួមស្ដាប់សវនកម្មជំរះក្តីនៅថ្ងៃទី30កញ្ញាខ្លួនខ្ញុំផ្ទាល់ក៏ចង់ទៅជាមួយម្ដាយដែរប៉ុន្តែខ្ញុំតក់ស្លុតខ្លាំងបន្ទាប់ពីគេសម្លាប់ឪពុកខ្ញុំនិងបារម្ភពីសុវត្ថិភាពខ្ញុំនៅបាងកក